Through thick and thin. តើ through thick and thin មានអត្ថន័យយ៉ាងដូចម្តេចថ្ងៃនេះខ្ញុំនឹងលើកយកនៅពាក្យ through thick and thin ដែលជា idiom នៅក្នុងភាសាអង់គ្លេសខ្ញុំមកធ្វើការសិក្សា Through thick and thin means in all situations no matter how hard or easy they are showing loyalty and commitment ចឹងកាលណាយើងនិយាយអំពី through thick and thin នេះគឺយើងចង់សំដៅទៅលើគ្រប់ស្ថានភាពទាំងអស់មិនថាវាលំបាកយ៉ាងណាឬក៏ស្រួលយ៉ាងណាទេគឺក្នុងគោលបំណងដែលយើងបង្ហាញពីភាពស្មោះត្រង់និងការបង្ហាញនូវការបដិញ្ញាចិត្តនៅក្នុងការធ្វើអីមួយបាទនៅក្នុងការធ្វើអីមួយបើសិនជាខ្ញុំបកប្រែនៅក្នុងពាក្យហ្នឹងគឺសំដៅថាទោះជាយ៉ាងណាក៏ដោយបើទោះជាក្នុងកលៈទេសៈណាក៏ដោយឧទាហរណ៍ថាយើងស្ថិតនៅក្នុងស្ថានភាពណាលំបាកហើយយើងចង់ជោគជ័យអីចឹងទៅយើងអាចប្រើ through thick and thin ហ្នឹងគឺក្នុងគោលបំណងថាបើទោះជាលំបាកយ៉ាងណាស្រួលយ៉ាងណាអីក៏ដោយយើងអត់ទៅណាទេបាទឬក៏មានមិត្តភ័ក្តិអីចឹងទៅបាទមានការលំបាកខ្លាំងបាទដែលយើងគិតថាខ្ញុំអត់ទៅណាទេបើទោះជាមិត្តភ័ក្តិឯងលំបាកប៉ុណ្ណាក៏ដោយខ្ញុំនៅតែគ្រប់គ្រងពួកម៉ាក់មិត្តភ័ក្តិឯងចំណិចហ្នឹងហើយដែលយើងប្រើ through thick and thin អញ្ចឹងខ្ញុំឧទាហរណ៍ជាភាសាអង់គ្លេស for example in English for example if you want success you must stay disciplined through thick and thin អញ្ចឹងនៅក្នុងប្រយោគមួយហ្នឹងយើងបកប្រែថាបើសិនអ្នកចង់ទទួលបានជោគជ័យអ្នកត្រូវតែរក្សាវិន័យទោះជាយ៉ាងណាក៏ដោយឬក៏ទោះជាក្នុងកលៈទេសៈណាក៏ដោយអញ្ចឹងម្ដងទៀត for example if you want success you must stay disciplined through thick and thin អញ្ចឹងជាឧទាហរណ៍ទី2 true friends support each other through thick and thin ដែលយើងបកប្រែថាមិត្តពិតប្រាកដជួយគ្នាបើទោះជាក្នុងកលៈទេសៈណាក៏ដោយឬក៏បើទោះជាយ៉ាងណាក៏ដោយម្ដងទៀត true friends support each other through thick and thin អញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូនេះសំខាន់បាទសូមជួយ follow share និង comment អរគុណជួបគ្នាវីដេអូក្រោយ